រឿងពិតមិនមែនសំដែងតែរឿងជាក់ស្ដែងកើតចេញពីរឿងពិតនៅពីមុខចាប់ដៃគ្នាតែខាងក្រោយខ្នងគឺផលប្រយោជន៍រៀងៗខ្លួនដោយចិនបាននិយាយថាខ្លួនកំពុងធ្វើការជាមួយគ្រប់ភាគីទាំងអស់ដើម្បីទប់ស្កាត់ស្ថានភាពកាន់តែតានតឹងនៅវេណេស៊ុយឡាតែភាពជាក់ស្ដែងក្នុងន័យពិតគឺចិនពិតជាផ្ដោតលើការពារផលប្រយោជន៍សេដ្ឋកិច្ចនិងហិរញ្ញវត្ថុរបស់ខ្លួនតែប៉ុណ្ណោះជាជាងការប្រជុំមុខដាក់គ្នាដោយផ្ទាល់ជាមួយមហាអំណាចសហរដ្ឋអាមេរិកក្នុងការបង្កសង្គ្រាមដែលអាចកើតមានឡើងកាសែត South China Morning Post នៅថ្ងៃទី5ធ្នូនេះបានលើកឡើងថាទីក្រុងប៉េកាំងនៅថ្ងៃទី3ធ្នូថាខ្លួនកំពុងធ្វើការជាមួយគ្រប់ភាគីទាំងអស់ដើម្បីទប់ស្កាត់ការកើនឡើងនៃភាពតានតឹងនៅក្នុងប្រទេសវេណេស៊ុយឡាដែលសំដៅលើការយល់ឃើញការធ្វើការជាមួយមន្ត្រីអាចការពារផលប្រយោជន៍ចិនបានគឺតាក់ទងទៅនឹងយុទ្ធសាស្ត្រការទូតសេដ្ឋកិច្ចនិងបំណុលដែលវេណេស៊ុយឡាជំពាក់ចិនជាង$50,000 លានសហរដ្ឋអាមេរិកការធ្វើការជាមួយរដ្ឋាភិបាលបច្ចុប្បន្នលោកនីកូឡាម៉ាដូរ៉ូជួយធានាថាវេណេស៊ុយឡាអាចបន្តបង់បំណុលទៅឲ្យចិនក្នុងទម្រង់ជាប្រេងឆៅដែលហៅថាការរក្សាទំនាក់ទំនងល្អជាមួយមន្ត្រីប្រេងអាចធានានៅលំហូរប្រេងមកប្រទេសចិនទន្ទឹមនឹងនេះចិនទំនងជាមើលឃើញថាបើសិនជាវេណេស៊ុយឡាជួបវិបត្តិសាច់ប្រាក់ខ្លាំងចិនអាចចរចាជាមួយមន្ត្រីហិរញ្ញវត្ថុដើម្បីរៀបចំរចនាសម្ព័ន្ធបំណុលឡើងវិញឬ loan restructure ដែលអាចផ្ដល់រយៈពេលយូរជាងមុនជាងការទាមទារភ្លាមៗដែលអាចធ្វើឲ្យវេណេស៊ុយឡាដួលរលំនិងខាតបង់ផលប្រយោជន៍ភ្លាមៗតែម្ដងតាមរយៈការធ្វើការជាមួយមន្ត្រីគ្រប់ភាគីទាំងអស់នេះចិនអាចអំពាវនាវឲ្យមានស្ថិរភាពនយោបាយនិងការចរចាស្ថិរភាពគឺជារឿងសំខាន់បំផុតសម្រាប់ផលប្រយោជន៍សេដ្ឋកិច្ចរបស់ចិនដំណើរគ្នានេះផងដែរអ្នកជំនាញចិននៅតែលើកឡើងថាចិនទំនងជាមិនជួយលោកម៉ាដូរ៉ូនោះទេប្រសិនបើសហរដ្ឋអាមេរិកធ្វើសកម្មភាពយោធាណាមួយនៅវេណេស៊ុយឡាតែផ្ទុយទៅវិញចិនអាចស្រង់យកផលប្រយោជន៍តែម្ដងជាងការធ្វើសង្គ្រាមតល់ទល់ជាមួយសហរដ្ឋអាមេរិកនេះបែបតាមកាសែត South China Morning Post ដែលបានផ្សាយចេញកាលពីថ្ងៃទី4ធ្នូប្រពន្ធដដែលបានលើកជាសំណួរថាតើអត្ថប្រយោជន៍អ្វីដែលអាចកើតមានសម្រាប់ប្រទេសចិននោះការស្រង់យកផលប្រយោជន៍នេះមិនមែនជាការរកស៊ីធម្មតានោះទេប៉ុន្តែជាការប្រើប្រាស់ឥទ្ធិពលក្នុងស្ថានភាពដែលវេណេស៊ុយឡាមានភាពទន់ខ្សោយបំផុតដើម្បីទទួលបានកិច្ចសន្យាប្រេងរយៈពេលវែងឬទទួលបានសិទ្ធិផ្ដាច់មុខលើធនធានធម្មជាតិផ្សេងៗទៀតនៅក្នុងតម្លៃដ៏អំណោយផលជាថ្នូរនឹងការផ្ដល់ជំនួយជាសាច់ប្រាក់ដោយក្នុងពេលភុងខ្លួនក្នុងសង្គ្រាមក្រុមហ៊ុនលោកខាងលិចអាចពិចារណាដកខ្លួនចេញប៉ុន្តែក្រុមហ៊ុនចិនអាចនៅតែបន្តវិនិយោគនិងទទួលបានចំណែកទីផ្សារធំជាងមុនទន្ទឹមនឹងនេះផលចំណេញនយោបាយភាពវឹកវរដែលបង្កឡើងដោយសកម្មភាពរបស់អាមេរិកផ្ដល់ឱកាសឲ្យចិនរិះគន់សហរដ្ឋអាមេរិកទៅលើឆាកអន្តរជាតិថាជាអ្នកបង្កអស្ថិរភាពនេះជួយពង្រឹងជំហររបស់ចិនជាមហាអំណាចដែលមានទំនួលខុសត្រូវនេះហើយដែលនៅក្នុងយុទ្ធសាស្ត្ររឿងសាមកុកមានឃ្លាមួយដែលឆាវបានលើកឡើងក្នុងសង្គ្រាមជាមួយទ័ពស៊ីលៀងថាបើយើងមិនអាចយកឈ្នះទ័ពស៊ីលៀងបានទេនោះយើងនឹងក្លាយជាសត្វជៀមដែលត្រូវបានចចកទាំងវងមកហើយស៊ីទាំងអស់ចំណែកឯទីក្រុងប៉េកាំងបានកំណត់ការចូលរួមរបស់ខ្លួនចំពោះការកោតទោសដោយពាក្យសម្ដីជាងការចូលជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងដោយមានការអំពាវនាវឲ្យមានការអត់ធ្មត់និងការគាំទ្រផ្នែកការទូតសម្រាប់លោកម៉ាដូរ៉ូអ្នកវិភាគក៏សម្គាល់ថាចិនមិនមានសូចនាករណាមួយនៃវិធានការការពារសម្រាប់ប្រទេសវេណេស៊ុយឡាឡើយតែចិននឹងគាំទ្រសម្ដីពីសម្ព័ន្ធមិត្តដូចជារុស្ស៊ីនិងអ៊ីរ៉ង់ជាដើមទៅវិញទេសេណារីយ៉ូនេះនឹងបង្កើនរឿងរ៉ាវរបស់ប្រទេសចិនក្នុងនាមជាអ្នកការពារអធិបតេយ្យដោយមិនប្រថុយប្រថាននឹងការជាប់គាំងផ្នែកយោធានិងវិបត្តិសេដ្ឋកិច្ចជាសកលនោះឡើយចុះតើរុស្ស៊ីនិងអ៊ីរ៉ង់ពិតជាហ៊ានតតាំងកម្លាំងយោធាជាមួយមហាអំណាចដែរឬទេជំនាញផលិតមាតិកាចម្រុះដែលមិនអាចមើលរំលងវគ្គពិសេសសម្រាប់ប្រិយមិត្តដែលស្រឡាញ់និងចូលចិត្តបង្ហាញចំណាប់អារម្មណ៍លើបណ្ដាញសង្គមដោយចាប់ផ្ដើមចេញពីថ្ងៃនេះតទៅជាមួយកញ្ចប់តម្លៃពិសេសប្រិយមិត្តនឹងទទួលបានការបង្កើតខ្លឹមសារដ៏សំខាន់មួយជារបស់ខ្លួន